Bàជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាជាមួយនឹងខ្ញុំបាទជើងរុនបាទមករយៈនេះខ្ញុំអត់បានធ្វើវីដេអូសម្រាប់ចែករំលែកអឺទៅកាន់បងប្អូនទាំងអស់គ្នាទេដោយសារមករយៈនេះខ្ញុំជាប់រវល់អញ្ចឹងថ្ងៃនេះក៏ខ្ញុំឆ្លៀតធ្វើវីដេអូនិយាយអំពីដំណើរការរបស់សាំងធ្លាក់ពីធុង reservoir នៅនឹងដៃរបស់ខ្ញុំបាទនៅដៃរបស់ខ្ញុំនេះបាទហ្នឹងគឺយើងហៅថាcarburetor ឬក៏យើងហៅថាបេនសាំងអញ្ចឹងមេរៀនមុនយើងបានរៀនទៅលើការស្គាល់គ្រឿងបង្គុំហើយនឹងគ្រឿងបន្លាស់វាមួយចំនួនអញ្ចឹងហើយថ្ងៃនេះគឺខ្ញុំចង់មកនិយាយអធិប្បាយទៅលើប្រព័ន្ធសាំងដំណើរការធ្លាក់ពីធុង reservoir អញ្ចឹងដោយសារខ្ញុំអត់សូវមានពេលទនេខ្ញុំជាប់រវល់ការងារផងហើយក៏ថ្ងៃនេះជាថ្ងៃសៅរ៍អញ្ចឹងហើយក៏ខ្ញុំឆ្លៀតធ្វើវីដេអូដើម្បីចែករំលែកចំណេះដឹងទៅដល់បងប្អូនដែលគាត់មានបំណងចង់រៀនជំនាញជួសជុលម៉ូតូគាត់អាចរៀនក្នុង channel របស់ខ្ញុំបានឲ្យខាតពេលវេលាអញ្ចឹងយើងចូលមកប្រធានបទរបស់យើងវិញបាទហើយថ្ងៃនេះដែរគឺខ្ញុំមកចែករំលែកអំពីដំណើរការនិយាយអំពីដំណើរការរបស់បេនសាំងបាទហើយជាដំបូងបាទយើងចូលមេរៀនរបស់យើងទៅបាទជាដំបូងគឺសាំងបាទសាំងវាធ្លាក់ចេញពីធុង reservoir បាទវាត្រូវបានឆ្លងកាត់តាមទុយោសាំងវាត្រូវបានឆ្លងកាត់ទៅតម្រងចម្រោះមួយផ្នែកខាងក្រៅបាទបើម៉ូតូពួក Honda Dream ពួក 02 ពួក 03 04 05ឡើងទៅអីគឺមានហើយបងប្អូនតែបើប្រភេទពួកWave អាហ្នឹងវាពួក Yamaha អញ្ចឹងហ្នឹងគឺវាប្រើក្លាប់ពេនៅពេលដែលយើងធាក់ម៉ូតូអញ្ចឹងខ្យល់វាបានបឺតក្លាប់ពេឲ្យក្លាប់ពេបើកដើម្បីឲ្យសាំងធ្លាក់ចេញពីក្លាប់ពេហ្នឹងបាទបើសិនជាពួក Honda Dream អញ្ចឹងចេញពីធុង reservoir អញ្ចឹងវាចូលទៅក្នុងតម្រងចម្រោះមួយបាទតម្រងចម្រោះផ្នែកខាងក្រៅមួយបាទនៅចំហៀងម៉ូតូបាទយើងធ្វើការជួសជុលទៅឃើញហើយបើយើងធ្វើការតាមដានទៅលើប្រព័ន្ធសាំងបាទហើយបន្ទាប់ពីវាធ្លាក់ចូលទៅក្នុងតម្រងចម្រោះវាបានត្រូវឆ្លងកាត់ការច្រោះហើយវាបានចូលទៅក្នុងឆ្លងកាត់រមណីយសាំងបាទនេះគឺជារមណីយសាំងដែលជាប់ទៅនឹងតួបេនផ្នែកខាងក្រោមដែលយើងហៅថាផ្តិលបេនឬក៏បាតបេនហ្នឹងចឹងទៅបាទស្រេចទៅលើការហៅរបស់បងប្អូនប៉ុន្តែខ្ញុំហៅថាផ្តិលបេនបាទជាប់ទៅលើនឹងផ្តិលបេនបាទហើយនៅពេលដែលរមណីយសាំងធ្វើការបើកអញ្ចឹងសាំងក៏បានឆ្លងកាត់ចេញពីរមណីយសាំងបាទចូលទៅក្នុងតម្រងចម្រោះមួយនៅផ្នែកខាងក្នុងបាទនៅផ្នែកខាងក្នុងបាទនេះនៅផ្នែកខាងក្នុងនៃតួបេនផ្នែកខាងក្រោមបាទហើយបន្ទាប់ពីចូលទៅក្នុងឆ្លងកាត់តួបេនផ្នែកខាងក្រោមនេះបាទវាឆ្លងកាត់តម្រងចម្រោះបាទវាបានចេញមកតាមរុនលបាយសាំងបាទនេះរុនដែលជាប់នៅក្នុងនេះបងប្អូនបាទនេះរុនដែលជាប់នៅក្នុងតួបេនផ្នែកខាងក្រោមនេះមកបាទវាបានឆ្លងកាត់តាមរុនហ្នឹងបាទហើយវាក៏បានចេញមកតាមបាទនេះរុនដែលវាផ្អោតទៅនេះតាមរុននេះហើយវាបានចេញមកតាមរុននៃចុងម្ជុលបាទនេះចុងម្ជុលបាទចុងម្ជុល
trong một chỗ bà rồi bỏ một chỗ bông xanh bà hay việc bán lẹ tới nóng và bền vững bà đi cái chia một con tầm nay ca bỏ sang mùi để dừng ai xoay vô bỏ vía một lần dừng tôi ca chú chơi bia bà hơi một to pi việc lẹ trôi tới nông tàu bến và việc lẹ trôi tới nông tàu bến đại việc tranh tranh tờ tam run bỏ trôi bốn pel đài việc lẹ bà pel việc lẹ trôi tới nông tàu bến ấy bà hơi vì phơi ca về để việc làm mà đo lỡ chấn sang nó việc ban bình chia bà bình chia từ lời phong sang này bà bình chia từ lời phong sang đấy oi phong sang nó mình chia từ lời một chỗ đâm bay phơi ca bật run bà bật run bật run một chỗ này đâm bay cùng oi sang nó lạ tí thùng reservoir màu tiền bà tới tam ca lây đầm rơi bà lây đầm rơi được bó bà này bằng cô bằng hồ sang lên này bà bằng cô bằng hồ sang lên đây này non bạt bền bà chẳng hay phê đài việc lẽ chỗ chẳng việc trâu ban là lây đầm rơi cật đòi bằng cô bằng hồ sang lên này bà đầm bay oi mà phôn sáng phơi ca bên chia từ lên một chỗ đầm bay oi một chỗ bật rôn sáng đầm bay cùng oi sang thô màu tiền bà hay cùng oi sang hồ màu tiết nó phê đài vì hồ chết là sọ chẳng là nắng vì miền Bành Hà bà hay xâm rạp ở tầm nơi cả bỏ vía bỏ bên sáng cứ miền ta phần năng tế bà hay bà pu bột hệt mà tô pu Yamaha bà vì lẹ vì thùng reservoir vì ban trôi từ nông clap pé bà trôi từ nông clap pé nó pé để dương phơi cho là na piston phơi cho là na rồi có dương thẹn mà tô rồi có dương đê mà rỡ chẳng cho là na cùng lăng này piston nó vì miền từ dầu muối vì chọp nơi nâng có bến bà vì tọp chọp từ nâng clap pé nó bà viết có ban phơi cả bớt bớt từ lơ clap pé đâm bay oi clap pé nắng phơi cả bờ sáng đâm bay oi sáng lẹ trôi từ nông tu bên này càng lư màបន្ទាប់មកបានវាធ្លាក់ចូលទៅក្នុងទូបេនផ្នែកខាងក្រោមដែលយើងហៅថាផ្ទៃបេនហ្នឹងបាទហើយសម្រាប់ដំណើរការរបស់សាំងធ្លាក់ពីធុង reservoir គឺមានតែប៉ុណ្្នឹងទេដោយដែលខ្ញុំបានរៀបរាប់អំបញ្ញមិញអញ្ចឹងបាទហើយសម្រាប់បងប្អូនយើងស្វែងយល់ទៅហើយដើម្បីឲ្យយើងងាយស្រួលក្នុងការជួសជុលដើម្បីឲ្យដឹងថានៅពេលដែលយើងតាមដានទៅលើចលនារបស់សាំងមូលហេតុម៉ូតូឆេះអត់ស្រួលម៉ូតូអីគឺយើងបើវាតាក់ទងនឹងសាំងអញ្ចឹងគឺយើងត្រូវដឹងថាវាឆ្លងកាត់ពីណាទៅណាវាតាក់ទងស្អីខ្លះអញ្ចឹងក៏យើងធ្វើការតាមដានត្រួតពិនិត្យតាមនឹងទៅបាទហើយវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកបងប្អូនហើយខ្ញុំអត់មានអីត្រូវអធិប្បាយច្រើនទេព្រោះដំណើរការរបស់បេនសាំងរបស់ម៉ូតូប្រភេទពួក Honda Dream ពួក Aveo អីហ្នឹងគឺវាមានតែប៉ុណ្្នឹងទេបាទវាធ្លាក់ពីទង់ reservoir មកគឺវាឆ្លងកាត់ប្រហែលដំណាក់កាលហ្នឹងគឺវាមានរមណីវាមានធុង reservoir វាមានរមណីសាំងបាទវាមានប៉ោសាំងបាទយើងតាមដានតាមហ្នឹងទៅបាទហើយដើម្បីយើងជាជាងក៏យើងត្រូវដឹងអំពីដំណើរការរបស់វាដែរដើម្បីឲ្យយើងងាយស្រួលក្នុងការជួសជុលតាមដានវាស្ទះកន្លែងណាអីកន្លែងណីបាទហើយសម្រាប់វីដេអូក្រោយចាំខ្ញុំចេញវីដេអូនិយាយអំពីបេនឲ្យកាន់តែច្រើនដើម្បីឲ្យបងប្អូនបានយល់
លម្អិតអំពីបេនសាំងចាំយើងចូលទៅមេរៀនក្បាលកន្លះបាទហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទជម្រាបលាបងប្អូនបាទសុខសប្បាយទាំងអស់គ្នាបាទ